40 mét 40 mét à phu trường kê bồng phọt năng mến lục tá 40 mét จะเตียบเนี่ย tiếp ní 30 cút đấy โอ้ลูกตาขนมนี้เมนรูมที่ลูกตา mà ลูกตาអាចនាំចៅទៅមើលរូងតិចបានអត់អីបាំងចិត្តបាំងគ្នាកន្លែងដីដោះនេះគឺជារូងពីមុនប៉ុន្តែលោកតាថាគេបាត់តាំងពីចំនួនណាលោកតាចំនួនពលពតទេ nói bột bột បាទហើយលោកតាធ្លាប់ចោះចូលនៅក្នុងនឹងទៀត trồi លោកតាថាដើរអស់ ở tiền bầm bầy អស់ទៀន8ដើមអត់ផុត ở phật đi អញ្ចឹងក៏ចេញមកវិញទៅ bờ bờ dương cùng chấm bánh ở xe đi អូនៅក្នុងរូងហ្នឹង mà ពេលយើងច្បាច់អត់ឆេះទៀត ở xe ជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទបងអ៊ីតថ្ងៃនេះខ្ញុំបាទនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនារមណីយដ្ឋានទីតាំងប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថាភ្នំប្រធាតហើយភ្នំប្រធាតនេះគឺតាមដែលខ្ញុំដឹងគឺស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងតែឥឡូវនេះគឺខ្ញុំបានជួបជាមួយនឹងលោកតាដែលជាព្រឹទ្ធាចារ្យបាទជម្រាបសួរលោកតាឥឡូវនេះគឺខ្ញុំបានជួបជាមួយលោកតាដែលជាព្រឹទ្ធាចារ្យដែលគាត់រស់នៅតំបន់នេះផ្ទាល់តែម្ដងគឺគាត់រស់នៅតាំងពីគាត់មានវ័យក្មេងហើយគាត់ប្រាប់ខ្ញុំថាគាត់ធ្លាប់បួសរៀនសូត្រនៅវត្តភ្នំប្រធាតនេះទៀត thằng thì cùng តាំងពីសង្គមដោយសារលោកតាខ្ញុំសួរលោកតាទៅលោកតាគឺមានប្រជជន8ជាងហើយលោកតាមានសុខភាពល្អនៅដើរបានអីបានបាទជម្រាបសួរលោកតាម្ដងទៀតលោកតាបាទលោកតាវត្តភ្នំប្រធាតនេះគឺស្ថិតនៅក្នុងភូមិអីស្រុកអីដែរលោកតា và phùng bạch thiết này nó không phun chợ câu បាទលោកតាដាក់ដែរចុះ sọc làm chi miền chơi បាទ khét phùng sang បាទអូស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបាទចុះលោកតាអញ្ចឹងលោកតាជាអ្នករស់នៅតំបន់នេះតាំងពីដើមមកលោកតា ពីទូច តាំងពីតូចមក បាទ អញ្ចឹងមិនមែនលោកតាមានន័យលោកតាមានគ្រួសារឬក៏មានអីឬក៏ផ្លាស់ប្ដូរទីលំនៅមកនៅនេះទេគឺលោកតា ទី ធំធាត់នៅនេះតែម្ដងរហូតមកដល់ឥឡូវហ្នឹងអូលោកតានៅនេះចៅជិះមកឃើញទេសភាពទស្សនភាពតាមផ្លូវស្អាតមែនទេលោកតាដោយសារនៅជុំវិញភ្នំនេះគឺមានវាលស្រែមានដើមត្នោតមានចំការហើយឥឡូវធ្វើឃើញផ្លូវស្អាតទៀតលោកតាផ្លូវជិះមកបាទផ្លូវកៅស៊ូពីចាក់កៅស៊ូរហូតមកដល់ទាល់នឹងភ្នំនេះតែម្ដង នោះលងជ្រៃ បាទនៅជុំវិញភ្នំនេះចៅឃើញដូចមានផ្លូវទៅតែធ្វើថ្មីហើយនឹងមានមើលទៅផ្ទះដូចយើងមើលទៅយើងដឹងផ្ទះទៅតែធ្វើហើយនឹងផ្ទះចាស់ដូចទៅលើថ្មីបាទផ្លូវថ្មីអញ្ចឹងមានន័យថាជុំវិញភ្នំនេះដូចមើលទៅដូចទឹមតែគេមករស់នៅទេ គេមករស់នៅ ចុះលោកតាយើងពីស្រឡំឃើញពីនេះទៅមានឃើញភ្នំណាខ្លះលោកតាហ្នឹង ឃើញភ្នំច្រើនណាស់នឹងភ្នំអីទេ ចុះភ្នំនេះយើងមើលឃើញដងរ៉ែកអត់ទេអត់ទេ អរែងមើលឃើញ អូអាវែងស្ដូកហ្នឹងដងរ៉ែកបងប្អូនទាំងអស់គ្នានៅវីដេអូបន្ទាប់នេះគឺលោកតានឹងនាំខ្ញុំទៅទស្សនានៅកន្លែងសក្ការៈបូជាផ្សេងៗដែលមាននៅលើភ្នំនេះហើយនឹងនិយាយពីប្រវត្តិរឿងព្រេងដែលតាក់ទងនឹងភ្នំប្រធាតនេះខ្លះៗដើម្បីចែកចាយដល់បងប្អូនដែលកំពុងតែទស្សនាដូច្នេះសូមអញ្ជើញទស្សនាដូចតទៅបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំឡើងទៅមួយកន្លែងទៀតហើយខាងក្រោយខ្ញុំនេះគឺប្រាសាទបុរាណបងប្អូននៅលើវត្តភ្នំព្រះនៅលើកំពូលភ្នំនេះគឺមានប្រាសាទបុរាណប៉ុន្តែប្រាសាទនេះធ្វើពីថ្មបាយក្រៀមហើយឥឡូវរាំងត្រុតត្រោមបាក់បែកអស់ដែរហើយបងប្អូនដូច្នេះសូមអញ្ជើញបងប្អូនទាំងអស់គ្នាទៅទស្សនាបន្តនៅខាងលើនេះទៀតតើមានអ្វីខ្លះអូលោកតាអញ្ចឹងកន្លែងនេះគឺជាទម្រង់ប្រាសាទ ប្រាសាទ បុរាណ បាទប្រាសាទ ប៉ុន្តែចំពោះនេះគឺយើងជួសជុលថែម មកណាពីហ៎ បាទកន្លែងនេះ នេះជួលថែមក្រោយទុកដុករៈមុន ចុះលោកតាថាវិហារអញ្ចឹងលើភ្នំលើវត្តភ្នំព្រះធេតនេះគឺយកកន្លែងនេះធ្វើជាវិហារហ្មងធ្វើជាវិហារ បាទ អញ្ចឹងនេះជាវិហារ ជាវិហារ អូ ពីដើមគេហៅប្រាសាទrồiគេហៅវិហារវិញ អញ្ចឹងនៅក្រោមអត់មានវិហារទេ អត់ទេ មាននៅកន្លែងនេះហ្មង បាទមានតែហ្នឹងមកប្រុងធ្វើវិហារនោះឈឺទៅគេអត់ឲ្យធ្វើ អូអញ្ចឹងដោយសារខ្ញុំឆ្ងល់ចេះខ្ញុំឆ្ងល់វត្តផ្សេងឃើញវិហារឃើញគេធ្វើចុះពីកំពូលភ្នំធ្វើនៅជើងភ្នំធ្វើនៅអីយ៉ាងធ្វើធំអញ្ចឹងណា បាទ ហើយនៅនេះ អត់ សុកចិត្តយកលើភ្នំនេះជាវិហារដោយសារមានដូចលោកតារៀបរាប់ចឹងខាងដើមមិញហ្នឹង បាទ គឺធ្វើទៅ ឈឺ ឈឺ បាទ អ្នកពីណាគេអ្នកឈឺលោកតាសូម លោកតានោះលោកជាក្រៀក លោកតាចៅអធិការវត្តភ្នំព្រះធេតហ្នឹង បាទ គាត់គម្រោងចង់សាងសង់ថ្មីប៉ុន្តែពេលសាងសង់ទៅ ឈឺ ឈឺ បាទគេអត់ឲ្យធ្វើ អត់ឲ្យធ្វើ បាទ អញ្ចឹងយើងយក យកនឹងធ្វើវិហារ យកហ្នឹងធ្វើជាវិហារតែម្ដងទៅ បាទ អញ្ចឹងមិន គង់ជ័យរក្សា អញ្ចឹងមិនមែនវត្ត
ខ្វះធនធានខ្វះអីអត់សុខចិត្តធ្វើវិហារតូចយ៉ាងអត់ធ្វើទេដោយសារយើងអត់អាចធ្វើបានយ៉ាងទៅអូលោកតាក្នុងនេះមានរូងទៀតលោកតា បាទ លោកតាអាចនាំចៅទៅមើលរូងតិចបានអត់អីបាំងចិត្តមិនបាច់ទៅបានណាលោកតា បាទងឹតណា ល្ងឹតឯលោកតា បាទ លោកតាកន្លែងគេយកដីបាំងហ្នឹងមែនលោកតាអី ថ្ម ថ្ម បាទ គេទៅចាក់ថ្មបាំងឥឡូវហ្នឹងតែលោកតា យូរហើយតាំងពីងន់ពោតណា ចុះប៉ុន្តែលោកតាពីដើមរូងហ្នឹងនៅបើកឯងពីចំណន់លោកតាងន់ខ្ញុំបួសរៀនហ្នឹងខ្ញុំចូលដើរតាមតាចាអស់ទៀន8 បងប្អូនទាំងអស់គ្នាខ្ញុំចូលមកខាងក្នុងរាំងល្ងិតតិចហើយគឺនៅលើវត្តភ្នំព្រះធេតទៅឯលោកតា បាទ បងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំចូលមកខាងក្នុងឯងលោកតានាំមកមើលរូងបុរាណនៅទីនេះគឺមានរូងបងប្អូនប៉ុន្តែសពថ្ងៃនេះគឺរូងនេះគេបាត់ទៅហើយ នឹងមកកវលហ្នឹង នេះបងប្អូនទាំងអស់គ្នាកន្លែងដីដោះនេះគឺជារូងពីមុនប៉ុន្តែលោកតាថាគេបាត់តាំងពីចំនួនណាលោកតាចំនួនពលពតទេ ពលពត បាទហើយលោកតាធ្លាប់ចោះចូលនៅក្នុងនឹងទៀត ចូល លោកតាថាដើរអស់ អស់ទៀន8 អស់ទៀន8ដើមអត់ផុត អត់ផុតទេ អញ្ចឹងក៏ចេញមកវិញទៅអូបាទ បើពេលយើងគុំចំបាច់អត់ឆេះទេ អូនៅក្នុងរូងហ្នឹង បាទ ពេលយើងច្បាច់អត់ឆេះ អ ទៀត ត់ឆេះទេមកថ្មីយ៉ាងណាក៏អត់ឆេះដែរ លោកតានៅនេះមូលហេតុអីបានគេហៅថាគេដាក់ថាវត្តភ្នំព្រះអញ្ចឹងលោកតាឈ្មោះដើមដំបូ សា ង រីរកធាតុពីដើមនោះសារីរកធាតុដល់ប្អូនឲ្យបង9គ្នាដាំផ្កាទៅផ្កាបងក៏ចាយមុនផ្កាប្អូនក៏នៅតន់ចាយដល់ប្អូនលួចបដូរទៅបងក៏ដឹងបងថាអូនឯងសោយរីកក៏សោយចោះតែស្រុកទេអូនឯងអត់ស្រួលបួលលេនៅមានលួចឆក់ប្លន់នៅកើតសង្គ្រាមបាញ់គ្នាក៏គូកដី បងក៏ថាអញ្ចឹងដល់នេះទៅបងក៏សុំលាប្អូនពីនឹងលូតពីនឹង អូលោតទៅជ្រោះនេះវិញលោកតា ប្រមៀលទៅអញ្ចឹងទៅ អូ មៀលបាក់កនោះលោក500អង្គសូត្រអត់ឈ្នះកុំអីបងខ្ពស់ជាងប្អូនទៀត អញ្ចឹងថ្មមួយនេះថ្មមួយទៀតនេះលោកតានេះជាថ្មថ្មប្អូន បាក់នឹងបង អូបាក់បង បាទនោះ ដល់ខ្ពស់ទៅលើនោះ ប្អូន បាទ បាទ អូអញ្ចឹងมันមានថ្មពីរដុំ បាទ អញ្ចឹងមួយទៀតលោកតាវត្តនេះគេហៅវត្តភ្នំព្រះធេត នោះព្រះធាតុ បាទចំពោះវត្តភ្នំព្រះធេតនេះលោកតាគឺការកសាងចេញជារូបរាងវត្តតាំងពីចំនួនណាមកដែរលោកតាមាន អូយមុនកោវត្ត អូអញ្ចឹងមានន័យថាវត្តនេះគឺ មុនកោវត្ត មានយូរហើយ បាទ វត្តនៅទីនេះ បាទមានយូរហើយតាំងពីមុនកោវត្ត បាទអញ្ចឹងមានតាំងពីយូរហ្មង បាទ ហើយចុះលោកតាអាពេលមានជាវត្តអញ្ចឹងចុះខ្ញុំជិះមកខ្ញុំឃើញផ្ទះនៅជុំវិញនេះផ្ទះប្រជាជនដែលនៅជុំវិញភ្នំនេះគឺទៅមើលទៅទៅតែដូចទៅអភិវឌ្ឍទៅមានផ្លូវថ្នល់អីចឹងមានន័យថា អនុវត្តឥឡូវទេ មកនៅយូរហើយឬក៏ទៅមកនៅដែរទេ ទៅមកទេទៅមកនៅពីដើមមាននៅភូមិដងភេងអាយាត្រែងទាំងពូក្នុងនេះពីដើមអត់ឲ្យនឹងជឹមសម័យយើងឥឡូវពី8ភូមិ8ឃុំអស់ហើយ អូអញ្ចឹងទៅមានដែរទេលោកតាអញ្ចឹង ទៅមានទេ មកនេះមានអ្នកគេធ្លាប់ខាងក្រសួងឬក៏មន្ទីរគេចោះមកមើលចោះមកពិនិត្យគេវាស់វែងថាកម្ពស់វាប៉ុន្មានម៉ែត្រ 40ម៉ែត្រ បាទ 40ម៉ែត្រ 40ម៉ែត្រអាខ្ពស់ជាងគេបំផុតហ្នឹងមែនលោកតា 40ម៉ែត្រ ចាអាទៀបនេះ ទៀបនេះប្រហែលនេះ30គុតចឹង អូបាទចុះលោកតានៅនេះក្រៅពីមានថ្មប្អូនហើយថ្មបងមានកន្លែងណាទៀតទេលោកតា មានរូងតាមមាននោះរូងនិយាយសក់ស អូទៅដើរឆ្លងទៅនោះទៀតនោះ បាទក្នុងរូងនិយាយសក់ស ចុះលោកតាកន្លែងនេះកន្លែងអ្វីដែរលោកតាកន្លែងនេះ បញ្ជគីព្រះអង្គបញ្ជគី ព្រះអង្គបញ្ញគី បាទ អូចុះលោកតានៅក្នុងនោះមានរូងមួយទៀតហ៎ បាទរូងនឹងរូងព្រះអង្គដែរ រូងព្រះអង្គដែរ បាទ ប៉ុន្តែមានកន្លែងមានរូបសំណាក់មានអីនៅក្នុង មាន ហ្នឹង មាន បងប្អូនទាំងអស់គ្នានៅលើភ្នំព្រះនេះគឺមានកន្លែងសក្ការៈជាច្រើនហើយដូច
ลูกตาบ้านเรียบรอบคางเลยจังคือทมอคางกระซวงกิจหมอกวะคือกำปัวสายสมัยทมอได้กปัวเชียงเกนี่ให้นตีนี้บางปนเมียนตึกตะเพียบสะอาดเมียนเต้นคือเมียนพนมให้นางเมียนเตสเพียบเวลไซน์หนังเตียไปเจจวนปอดจุ่มวิญบ่โอ้อันนี้อะไรไปจ่ออาติเทศบ่ประอังโลดจังปรามโดยอังหรือก็โลดเตลูดโมลูกโซโตรตรงนั้นอ๋อโลกสุดทัวโตรอะไรนั่นโซโตรตรงนั้นลูดโมดัดมอนกี่ปีหมดละกันลูกตรงนั้นแปลมวยอ่างละแปลมวยอ่างน้อยบานเชื่อมบันโดนงเรียบด้วยกี่เรียบเชื่อมยังลึกอ่างโมไปจกตรงนึงนี่กุกโลกอ่างกุกโลกหนึ่งอ่างกุกโลกโอ้อะไรนี่อะไรอ่างกุกโลกบ่อ่างกุกโลกจนลูกตาcái này cứ chơi về hè đây cái tớp tại sang xong ngày lâu đi có về hè đây tăng pi sạ mai bờ đàn ôi hiểu rồi nhôm ọt toàn thì thằng pi thằng mun cô vọt tiến luôn ní về hè đấy cái giống ai về tha chơi bờ sát các bạn đấy giống lục tá ba chắc mấy nay là phun pre ní cứ miên bờ sát bờ đàn đây chắc mấy nay cái này cứ chơi ti cái này group skara bồ chia giống tăng pi du chia na một hơi giống trâu với lục tá thằng nhôm ọt toàn đừng cái đây một khơi là bắn năngอ๋อจะเลยลูกตาเมียนปัจจุบันมาไหนแปดเจียงจังเมียนในท่าลูกตาตั้งปีลูกตาดังกระไดมั้งคือเคยมีในจีรูเรียงจังสลับต่อเฮยรูเรียงจังแสบวิดีโอนี้เมียนแต่ปนังเตบองปอนคือเชียนดอตีบรรจบให้สรุปสิ่งใดมอกพนมประเทศนี้คือเมียนเตสเพียบสะอาดบองปอนตีนี้คือจิตีตังแบบประวัติศาสตร์ให้นังกอเชียดมบอลมวยแต่เตะเตะในบางปนโดยซาตีนี้เมียนเตสเพียบสะอาดเมียนเตในจุ่มเป็นพนมโดยซาพนมนี้คือสถานนรกปูพนมดอกปัวให้ออกก้นบางปนถึงออกเนี่ยแต่บ้านตัวสนามวิดีโอมือนี้ประสันบางปนถึงออกเนี่ยตัวสนามนรก YouTube ซุ่มคอมพลีทช่วยจด subscribe พองให้ประสันบางปนถึงออกเนี่ยตัวสนามนรกเพจซุ่มคอมพลีทช่วยจดไลค์จดแชร์พองบาทซุ่มจำเรียบเลย